បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានវីដេអូថ្មីមួយដើម្បីចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាអំពីការរៀបចំណែនកាតដាក់នៅលើក្តារដើម្បី print អញ្ចឹងនេះខ្ញុំមានណែនកាតហើយដំបូងយើងត្រូវមើលទំហំខ្សែរបស់ណែនកាតហ្នឹងឲ្យបានច្បាស់លាស់មុននឹងបង្កើតក្តារនៅលើក្តារ A4 បាទឥឡូវយើងចាប់ផ្ដើមបង្កើតក្តារយើងចុច Ctrl Alt C ដើម្បីបង្កើតក្តារ A4 អូខេអញ្ចឹងយើងបានប៉ុណ្ណឹងយើងទាញរៀបចំវានៅលើនឹងមកយើងចុច Ctrl Alt Ctrl Shift ដើម្បីទាញអូខេអញ្ចឹងបងប្អូនទាញនេះចូលមកបាទឥឡូវនេះគឺយើងបានរៀបចំរួចរាល់ហើយសម្រាប់ណែនកាតដែលមានមកក្តារ A4 ដាក់បាន10នៃទំហំណែនកាត